Opedisano ត្រូវបានជ្រើសរើសឲ្យឡើងកាន់តំណែងកំពូលនេះនៅក្នុងកិច្ចប្រជុំសម្ងាត់មួយកាលពីឆ្នាំ 2009 ទូនីតិរបស់គាត់មិនមែនជាអ្នកបញ្ជាតបឲ្យទៅបាញ់គ្នានោះទេក៏ប៉ុន្តែគាត់គឺជាចាស់ទុំដែលមានឥទ្ធិពលជាទីបំផុតគឺជាអ្នកកាត់សេចក្តីនិងជាអ្នកថែរក្សាសន្តិភាពរវាងត្រកូលម៉ាហ្វៀរាប់រយទូទាំងពិភពលោកបើគ្មានការយល់ព្រមពីគាត់ទេសង្គ្រាមធំរវាងក្រុមម៉ាហ្វៀមិនអាចបញ្ចប់បានឡើយអ្វីដែលធ្វើឲ្យប៉ូលីសកាន់តែភ្ញាក់ផ្អើលគឺរបៀបដែលគាត់ដឹកនាំអាណាចក្រដ៏គ្រោះថ្នាក់មួយនេះគាត់មិនប្រើទូរស័ព្ទទំនើបមិនប្រើអ៊ីមែលក៏ប៉ុន្តែគាត់ប្រើការខ្សឹបខ្សៀវនៅកណ្ដាលចំការអូលីវគាត់ជឿថាការរស់នៅបែបសាមញ្ញបំផុតគឺជាវិធីសាស្ត្របន្លំខ្លួនដ៏ល្អបំផុតពីភ្នែករបស់ភ្នាក់ងារសម្ងាត់ប៉ុន្តែសំណាញ់ច្បាប់នៅតែតាមរកគាត់ឃើញនៅក្នុងប្រតិបត្តិការ Il Crimine កាលពីឆ្នាំ 2010 ប៉ូលីសអ៊ីតាលីបានលួចដាក់ឧបករណ៍ស្ដាប់សំឡេងរហូតប្រមូលភស្តុតាងបានពីការសន្ទនារបស់គាត់ជាមួយនឹងមេខ្លោងដទៃទៀតនៅពេលគាត់ត្រូវបានចាប់ខ្លួនពិភពលោកទាំងមូលមានការតក់ស្លុតជាខ្លាំងនៅពេលដឹងថាតាចាស់ជរាជិះម៉ូតូដឹកផ្លែឈើម្នាក់នេះគឺជាអ្នកកាន់ជោគវាសនានៃអាណាចក្រអូក្រិតកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារជីវិតប្រចាំថ្ងៃរបស់ Domino Opedisano គឺជាសៀវភៅមេរៀននៃការបន្លំខ្លួនដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រម៉ាហ្វៀបើអ្នកដើរកាត់គាត់អ្នកប្រកាសជាគិតថាគាត់គឺជាតាចាស់ដ៏សែនសន្តោសប្រណីម្នាក់ដែលរស់នៅដោយប្រាក់សោធននិវត្តន៍តិចតួចតែប៉ុណ្ណោះគាត់រស់នៅក្នុងផ្ទះដ៏តូចទាបនិងសាមញ្ញជាទីបំផុតនៅក្នុងភូមិ Rossano នៅតំបន់ Calabria គ្មានអ្នកយាមណាម្នាក់ឈរយាមនៅមាត់ទ្វារគ្មានរបងអគ្គិសនីហើយក៏គ្មានកាមេរ៉ាសុវត្ថិភាពទំនើបឡើយរៀងរាល់ព្រឹកគេតែងតែឃើញគាត់ស្លៀកពាក់ខោអាវចាស់ប្រឡាក់ដីបើកម៉ូតូកញ្ចាស់ដែលមានធុងដាក់ផ្លែឈើនៅពីក្រោយសំដៅទៅចំការអូលីវរបស់គាត់ប៉ុន្តែកុំឲ្យរូបភាពនេះបោកប្រាស់អ្នកបានឲ្យសោះព្រោះនៅកណ្ដាលចំការអូលីវដ៏ស្ងប់ស្ងាត់នោះហើយដែលជាការិយាល័យកណ្ដាលនៃអាណាចក្រម៉ាហ្វៀនៅក្រោមដើមឈើចាស់ឆ្ងាយពីឧបករណ៍លួចស្ដាប់របស់ប៉ូលីសមេខ្លោងមកពីគ្រប់ទិសទីរួមទាំងអ្នកដែលហោះមកពីប្រទេសកាណាដានិងអូស្ត្រាលីបានមកឈរតម្រង់ជួរដើម្បីសុំយោបល់នឹងការអនុញ្ញាតពីបុរសចំណាស់ម្នាក់នេះរបៀបនៃការរស់នៅរបស់គាត់គឺផ្អែកទៅលើភាពមើលមិនឃើញបច្ចេកវិទ្យាគឺជាសត្រូវគាត់យល់បែបនោះគាត់មិនប៉ះទូរស័ព្ទដៃឬក៏ឧបករណ៍អេឡិចត្រូនិកឡើយរាល់សារសំខាន់ត្រូវបញ្ជូនតាមរយៈក្រដាសតូចដែលគេហៅថាភាសានីឬក៏តាមរយៈការខ្សឹបផ្ទាល់មាត់គាត់ជឿថាការធ្វើខ្លួនជាអ្នកមានលយឆាយគឺជាការអញ្ជើញប៉ូលីសឲ្យមកគោះទ្វារផ្ទះដូច្នេះគាត់ជ្រើសរើសយកជាកសិករម្នាក់ដើម្បីរលាយខ្លួនចូលទៅក្នុងសហគមន៍គាត់បានហូបអាហារស្រុកសាមញ្ញរស់នៅដោយអ្នកភូមិទូទៅនិងចូលរួមកម្មវិធីបុណ្យទាននៅក្នុងព្រះវិហារយ៉ាងទៀងទាត់ដែលធ្វើឲ្យអ្នកភូមិស្រឡាញ់និងគោរពក៏ដូចជាជួយការពារអាកំបាំងរបស់គាត់ថែមទៀតផងនេះហើយគឺជាចំណុចគ្រោះថ្នាក់ព្រោះថាខណៈពេលដែលដៃរបស់គាត់កំពុងតែបេះផ្លែឈើអូលីវមាត់របស់គាត់កំពុងតែសម្រេចជោគវាសនាលើការនាំចូលកូកាអ៊ីនរាប់តោនទៅកាន់អឺរ៉ុបគាត់បង្ហាញឲ្យឃើញថាអំណាចពិតប្រាកដមិនចាំបាច់មានសម្លេងខ្លាំងឬមានពន្លឺចែងចាំងនោះទេគឺវាស្ថិតនៅក្នុងភាពស្ងប់ស្ងាត់តែប៉ុណ្ណោះប៉ុន្តែបើយើងនិយាយអំពីឈ្មោះមេខ្លោងដ៏ធំជាងគេនិងមានឥទ្ធិពលបំផុតក្រៅពីគាត់ពិភពលោកក៏មិនអាចរំលងឈ្មោះក៏ដូចជាត្រកូលមហាយៈមួយបានឡើយនោះគឺត្រកូល Piero Mali នេះគឺជាត្រកូលដែលគេចាត់ទុកថាជាឆ្អឹងខ្នងរបស់ឥន្ទ្រាកេតាទាំងមូលមេខ្លោងធំនៃត្រកូលនេះដូចជា Girolamo Piero Mali ដែលគេស្គាល់ថាជាស្ថាបនិកម្នាក់នៃរចនាសម្ព័ន្ធទំនើបគឺជាអ្នកផ្លាស់ប្ដូរមុខមាត់ក្រុមម៉ាហ្វៀពីក្រុមកសិករមកជាអ្នកជំនាញខាងសេដ្ឋកិច្ចនិងនយោបាយវិញពួកគេគឺជាអ្នកគ្រប់គ្រងកំពង់ផែ Goia Toro ដែលជាច្រកទ្វារគ្រឿងញៀនដ៏ធំបំផុតចូលទៅកាន់អឺរ៉ុបក្រៅពីនេះក៏មានត្រកូល De Stefano បើសួរថាអ្នកណាជាអ្នកអភិជននៅក្នុងពិភពម៉ាហ្វៀនោះគឺត្រកូលនេះហើយពួកគេមានមូលដ្ឋាននៅទីក្រុង Reggio Calabria មេខ្លោងត្រកូលនេះគឺជាអ្នកដែលបាននាំក្រុមអិនរេកាចូលទៅក្នុងពិភពអាវសពួកគេមានទំនាក់ទំនងស្អិតរមួតជាមួយនឹងនយោបាយកម្រិតខ្ពស់និងអង្គការសម្ងាត់ផ្សេងដើម្បីគ្រប់គ្រងគម្រោងសាងសង់ធំរបស់រដ្ឋាភិបាលត្រកូលមួយទៀត
គឺរ៉ូកូម៉ូរ៉ាប៊ីតូគឺជាស្ដេចកូកាអ៊ីននៃទីក្រុងមីឡានអ្នកនេះគឺជាមេខ្លោងលំដាប់ពិភពលោកគាត់គឺជាអ្នកចាត់ចែងការនាំចូលគ្រឿងញៀនពីអាមេរិកទៅកាន់អឺរ៉ុបភាពល្បីល្បាញរបស់គាត់គឺការរត់គេចខ្លួនទៅរស់នៅប្រទេសអ៊ុយរ៉ូហ្គីអស់រយៈពេល20ឆ្នាំក្រោមឈ្មោះคล้ายៗទៅនៅឆ្នាំ2022ទេដែលអាជ្ញាធរអាចចាប់ខ្លួននិងបញ្ជូនគាត់ទៅកាត់ទោសនៅអ៊ីតាលីវិញសរុបមកឥន្ទ្រាកេតាមិនមែនជានគរដែលមានស្ដេចតែមួយអង្គឡើយក៏ប៉ុន្តែពួកគេគឺជាសហព័ន្ធនៃស្ដេចត្រាញ់បើទោះបីជាមេដឹកនាំម្នាក់ត្រូវបានចាប់ខ្លួនក៏នៅមានមេដឹកនាំត្រកូលផ្សេងទៀតរងចាំជំនួសតំណែងជានិច្ចនេះហើយជាមូលហេតុដែលធ្វើឲ្យក្រុមមួយនេះរឹងមាំដូចជាសត្វពស់ក្បាល9ដែលពិភពលោកពិបាកនឹងកំទេចឲ្យអស់ពីឫសគល់ឡើយនៅក្នុងពិភពរបស់ឥន្ទ្រាកេតាអ្វីដែលរឹងមាំជាងអាវុធនិងលុយនោះគឺច្បាប់របស់គេមិនមែនសរសេរលើក្រដាសឡើយក៏ប៉ុន្តែត្រូវបានចារឹកទុកដោយឈាមនិងការស្បត់ស្បាយយ៉ាងងប់ងល់ជាទីបំផុតច្បាប់ដំបូងនិងជាច្បាប់កំពូលដែលសមាជិកគ្រប់រូបត្រូវតែដឹងគឺអូមើតាឬក៏ក្រមសីលធម៌នៃការស្ងៀមស្ងាត់នៅក្នុងពិភពនេះការក្បត់ឬក៏ការនិយាយប្រាប់ប៉ូលីសគឺជាអំពើបាបដែលមិនអាចអត់ឱនឲ្យបានឡើយបើទោះបីជាសាច់ញាតិរបស់អ្នកត្រូវបានគេសម្លាប់នៅចំពោះមុខក៏អ្នកនៅតែត្រូវស្ងៀមស្ងាត់ហើយដោះស្រាយវាតាមបែបម៉ាហ្វៀអ្នកណាដែលបំបែកច្បាប់នេះនឹងត្រូវកាត់ទោសប្រហារជីវិតភ្លាមក្រៅពីឥន្ទ្រាកេតាមានពិធីសាសនានិងច្បាប់វិន័យយ៉ាងតឹងរ៉ឹងបំផុតសម្រាប់សមាជិកថ្មីគឺនៅពេលដែលចូលជាសមាជិកពួកគេត្រូវធ្វើពិធីកាត់ឈាមទម្លាក់លើរូបភាពអាទិទេពរួចដុតរូបនោះនៅក្នុងដៃពួកគេត្រូវសន្យាថាប្រសិនបើខ្ញុំក្បត់បងប្អូនសូមឲ្យរូបកាយខ្ញុំឆេះដូចជារូបភាពនេះដោយសារតែក្រុមនេះផ្អែកទៅលើខ្សែស្រឡាយឈាមច្បាប់ក៏បានចែងថាគ្រួសារម៉ាហ្វៀគឺសំខាន់ជាងគ្រួសារបង្កើតបើសិនជាមេដឹកនាំបញ្ជាឲ្យអ្នកសម្លាប់បងប្អូនឯងដែលជាជនក្បត់អ្នកត្រូវតែធ្វើតាមដោយគ្មានការស្ទាក់ស្ទើរនោះឡើយហើយសមាជិកថ្នាក់ទាបមិនត្រូវអនុញ្ញាតឲ្យស្គាល់សមាជិកថ្នាក់ខ្ពស់ឬក៏ដឹងពីផែនការធំឡើយពួកគេត្រូវដឹងត្រឹមតែថាពួកគេត្រូវធ្វើតែប៉ុណ្ណោះដើម្បីការពារកុំឲ្យព័ត៌មានបែកធ្លាយទៅកាន់ប៉ូលីសប្រសិនបើពួកគេត្រូវបានចាប់ខ្លួនបន្ថែមពីនេះច្បាប់ដែលមិនមែនជាច្បាប់ផ្លូវការមួយទៀតនោះគឺការមិនបង្អួតបង្ហាញមេខ្លោងធំត្រូវរស់នៅបែបសាមញ្ញដើម្បីបន្លំខ្លួនការធ្វើខ្លួនឲ្យលយឆាយជ្រុលអាចនាំមកនូវការសង្ស័យពីសមត្ថកិច្ចនិងការរំលោភទៅលើវិន័យក្រុមតែអ្នកដឹងទេថាសូម្បីតែការក្បត់ប្រពន្ធកូនឬក៏ការរស់នៅមិនថ្លៃថ្នូរក៏អាចក្លាយជាកំហុសដែលត្រូវទទួលទោសនៅក្នុងក្រុមនេះដែរព្រោះពួកគេជឿទៅលើកិត្តិយសជាធំសម្រាប់ឥន្ទ្រាកេតាច្បាប់គឺជាអ្វីៗគ្រប់យ៉ាងអ្នកអាចដើរចូលក្នុងពិភពមួយនេះបានតាមរយៈការស្បត់ប៉ុន្តែអ្នកអាចដើរចេញវិញបានតែតាមរយៈមរណៈតែប៉ុណ្ណោះចុះតើអាណាចក្រដែលមានលុយវល់លៀននេះរកស៊ីអ្វីបានជាមានទ្រព្យសម្បត្តិស្តុកស្ដុំម្ល៉េះឥន្ទ្រាកេតាមិនមែនធ្វើតែរឿងមួយនោះទេក៏ប៉ុន្តែពួកគេមានផលនៃឧក្រិដ្ឋកម្មយ៉ាងសម្បូរបែបដែលរីកដុះដាលដូចជាមហារាជទូទាំងពិភពលោកពួកគេគឺជាស្ដេចត្រាញ់នៃគ្រឿងញៀននេះគឺជាប្រភពចំណូលដ៏ធំបំផុតពួកគេគឺជាអ្នកនាំចូលកូកាអ៊ីនលេខ1ទៅកាន់អឺរ៉ុបដោយសារមានទំនាក់ទំនងស្អិតរមួតជាមួយនឹងក្រុមម៉ាហ្វៀនៅអាមេរិកឡាទីនដូចជាក្រុម Cartels នៅ Colombia ពួកគេអាចទិញគ្រឿងញៀនក្នុងតម្លៃថោកហើយយកមកចែកចាយបន្តនៅអឺរ៉ុបគេប៉ាន់ប្រមាណថាកូកាអ៊ីនចំនួនប្រហែលជា 80% ដែលចរាចរណ៍នៅអឺរ៉ុបគឺឆ្លងកាត់ដៃរបស់ក្រុមឥន្ទ្រាកេតាទាំងអស់បន្ថែមនេះគឺការលាងលុយកខ្វក់និងអាជីវកម្មអាវសលុយដែលបានមកពីគ្រឿងញៀនត្រូវតែធ្វើវាឲ្យស្អាតពួកគេវិនិយោគទៅលើវិស័យអចលនទ្រព្យសន្តាគារភោជនីយដ្ឋាននិងក្រុមហ៊ុនសំណង់នៅតាមទីក្រុងធំៗដូចជារ៉ូមមីឡង់ឬសូម្បីតែអាល្លឺម៉ង់អ្នកប្រហែលជាកំពុងហូបអាហារក្នុងហាងមួយដែលម្ចាស់ពិតប្រាកដគឺជាមេខ្លោងម៉ាហ្វៀដោយមិនដឹងខ្លួនការចម្រិតទារប្រាក់គឺនៅក្នុងតំបន់ Calabria គ្មានអាជីវកម្មណាអាចរស់នៅបានដោយមិនបង់លុយឲ្យពួកគេឡើយពួកគេប្រើប្រព័ន្ធ Piso ឬក៏លុយការពារបើសិនជាអ្នកមិនបង់ហាងរបស់អ្នកនឹងត្រូវបានគេដុតឬអាចនឹងជួបគ្រោះថ្នាក់នេះគឺជាវិធីដែលពួកគេគ្រប់គ្រងទឹកដីនិងធ្វើឲ្យអ្នកស្រុកភ័យខ្លាចផ្សេងពីនេះក៏មានការលួចបន្លំថវិការដ្ឋនិងគម្រោងសាធារណៈផងដែរដែលនេះគឺជាយុទ្ធសាស្ត្រកម្រិតខ្ពស់ពួកគេគឺបានប្រើ
ខ្សែរយៈអ្នកនយោបាយដើម្បីដេញថ្លៃយកគម្រោងសាងសង់ផ្លូវស្ពានឬមន្ទីរពេទ្យពីរដ្ឋាភិបាលពួកគេកាត់កងយកចំណេញហើយប្រើសម្ភារៈសំណង់អន់ដែលជួនកាលធ្វើឲ្យសំណង់ទាំងនោះបាក់ស្រុតគ្រោះថ្នាក់ដល់សាធារណជនថែមទៀតផងមួយវិញទៀតគឺការជួញដូរសំណល់ពុលរឿងដែលខុសខើបំផុតមួយគឺជាការទទួលលុយដើម្បីយកកាកសំណល់គីមីឬក៏សំណល់វត្ថុសកម្មទៅចោលដោយខុសច្បាប់ពួកគេបានជួលកប៉ាល់ចាស់ឲ្យដឹកសំណល់ទាំងនោះទៅពន្លិចចោលនៅក្នុងបាតសមុទ្រឬក៏យកទៅគាប់នៅក្រោមដីកសិកម្មដែលធ្វើប៉ះពាល់ដល់សុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរឥន្ទ្រកេតាក៏ជាឈ្មួញកណ្ដាលដ៏ធំក្នុងទីផ្សារងងឹតនៃគ្រឿងផ្ទុះនិងអាវុធសង្គ្រាមផងដែរពួកគេមានទំនាក់ទំនងជាមួយនឹងក្រុមឧទាមនិងអង្គការភេរវកម្មនៅមជ្ឈមបូព៌ានិងអាហ្វ្រិកពួកគេបានបដូរអាវុធយកគ្រឿងញៀនឬក៏បដូរគ្រឿងញៀនយកអាវុធដែលធ្វើឲ្យសង្គ្រាមនៅតំបន់ខ្លះមិនអាចរលត់បានក៏ដោយសារតែមានការចាក់សាំងពីក្រុមម៉ាហ្វៀនេះឯងការលួចបន្លំកសិកម្មនិងអាហារអ្នកប្រហែលជាឆ្ងល់ថាតើកសិកម្មមានអីត្រូវលួចនៅក្នុងប្រទេសអ៊ីតាលីឥន្ទ្រកេតាជាអ្នកគ្រប់គ្រងច្រវាក់ផ្គត់ផ្គង់អាហារយ៉ាងច្រើនពួកគេបង្ខំឲ្យកសិករលក់ផលិតផលឲ្យពួកគេក្នុងតម្លៃថោកជាទីបំផុតរួចពួកគេយកទៅលក់បន្តនៅក្នុងតម្លៃថ្លៃឬសូម្បីតែការផលិតប្រេងអូលីវคล้ายដោយយកប្រេងថោកមកលាយពណ៌និងក្លិនរួចបិទផ្លាកយីហោប្រណិតទៅលក់នៅទូទាំងពិភពលោកក៏គេធ្វើបានដែរលុយដែលបានមកពីផ្ទះបាយរបស់អ្នកក៏អាចហូរចូលហោប៉ៅរបស់ក្រុមម៉ាហ្វៀដែរមួយទៀតគឺការជួញដូរមនុស្សនិងពលកម្មខុសច្បាប់ពួកគេកេងប្រវ័ញ្ចលើជនអន្តោប្រវេសន៍ដែលចង់មករស់នៅអឺរ៉ុបពួកគេបង្ខំឲ្យមនុស្សទាំងនោះធ្វើការក្នុងចំការឬក៏ការដ្ឋានសំណង់របស់ពួកគេដូចជាទេសចរទំនើបដើម្បីកាត់បន្ថយថ្លៃដើមនិងបង្កើនប្រាក់ចំណេញឲ្យដល់កម្រិតអតិបរមាមួយវិញទៀតគឺការជ្រៀតចូលទៅក្នុងប្រព័ន្ធតុលាការនិងការបោះឆ្នោតដែលនេះគឺជាអាវុធដ៏គ្រោះថ្នាក់បំផុតដែលឥន្ទ្រកេតាមិនមែនគ្រាន់តែបាញ់បោះជាមួយប៉ូលីសទេក៏ប៉ុន្តែពួកគេប្រើលុយដើម្បីទិញសន្លឹកឆ្នោតឲ្យអ្នកនយោបាយដែលពួកគេចង់បាននៅពេលដែលនយោបាយនោះឡើងកាន់អំណាចពួកគេនឹងក្លាយទៅជាអាយ៉ងនិងចាំជួយសម្រួលការដេញថ្លៃគម្រោងរដ្ឋឬក៏ជួយដោះលែងសមាជិករបស់ពួកគេដែលជាប់ឃុំឃាំងការវិលុកពិភព Digital និង Crypto នៅក្នុងសម័យកាលទំនើបឥន្ទ្រកេតាក៏បានវិវត្តខ្លួនដែរពួកគេចាប់ផ្ដើមប្រើប្រាស់កាក់ Crypto ដើម្បីផ្ទេរលុយឆ្លងកាត់ប្រទេសក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះដោយគ្មានអ្នកណាអាចតាមដានបានឡើយពួកគេក៏មានក្រុម hacker ជំនាញសម្រាប់ធ្វើការវាយប្រហារតាមអ៊ីនធឺណិតនិងលួចទិន្នន័យធនាគារផងដែរសរុបមកឥន្ទ្រកេតាគឺជាអង្គការមួយដែលមិនស្កប់ស្កល់នឹងអំណាចពួកគេមានវត្តមាននៅគ្រប់កន្លែងចាប់តាំងពីច្រាំងសមុទ្រ Calabria រហូតដល់ទីក្រុងហិរញ្ញវត្ថុទំនើបនៅ New York ឬក៏ទីក្រុងឡុងឲ្យតែមានចន្លោះប្រហោងនៃច្បាប់ពួកគេនឹងលុកចូលទៅទីនោះភ្លាមនេះហើយជាមូលហេតុដែលធ្វើឲ្យការបង្ក្រាបក្រុមនេះក្លាយទៅជាសង្គ្រាមដ៏វែងឆ្ងាយបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិតើអំណាចរបស់ឥន្ទ្រកេតាខ្លាំងប៉ុណ្ណាបើខ្ញុំប្រាប់អ្នកថាពួកគេមានអំណាចអាចធ្វើរង្គើសេដ្ឋកិច្ចពិភពលោកនិងមានឥទ្ធិពលលើរដ្ឋាភិបាលប្រទេសខ្លះទៅទៀតតែអ្នកជឿអត់ដើម្បីអ្នកងាយយល់ពីទំហំនៃអំណាចនេះយើងត្រូវមើលទៅលើចំណុចសំខាន់ចំនួន3ទី1គឺហិរញ្ញវត្ថុលើសពីការស្មានចំណូលប្រចាំឆ្នាំរបស់ពួកគេដែលកើនឡើងដល់ទៅជាង$60,000 លានមិនមែនគ្រាន់តែជាតួលេខសម្រាប់បង្អួតនោះទេលុយនេះមានទំហំស្មើនឹង 3% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអ៊ីតាលីទាំងមូលនេះមានន័យថាពួកគេមានសាច់ប្រាក់សុទ្ធច្រើនជាងធនាគារមួយចំនួនទៅទៀតនៅពេលដែលអ្នកមានលុយច្រើនបែបនេះអ្នកអាចទិញអ្វីគ្រប់យ៉ាងចាប់ពីមន្ត្រីតូចតាចរហូតដល់យុត្តាធិការនៅក្នុងតុលាការ